Đây là từngគ្នាស្វាគមន៍មកកាន់ channel admin សាជាថ្មីក្នុងរឿងព្រះអាទិត្យទើបរះកុំភ្លេចជួយ subscribe channel admin ម្នាក់មួយផងណាឥឡូវយើងត្រឡប់មកមើលជួយងនៅ condo របស់នាងវិញនាងកំពុងតែរៀបចំអីវ៉ាន់ដើម្បីទៅប៊ូសាននៅក្នុងយប់នឹងឥឡូវនាងកំពុងតែរៀបចំមានគ្រឿងក្នុងមានអីអញ្ចឹងដាក់ចូលក្នុងវ៉ាលីអញ្ចឹងទៅហើយក៏មានអ្នកចុចកណ្ដឹងទ្វារបន្ទប់របស់នាងរួចក៏មានសម្លេងមនុស្សប្រុសស្រីពីក្រៅមកថាខ្ញុំដឹងថានាងនៅខាងក្នុងជួយងតោះយើងនិយាយគ្នាបន្តិចទៅជួយងអត់ទៅបើកទ្វារប៉ុន្តែណាសង្វន់ណាព្យាយាមតែមកនាងទៀតដោយដឹងថាណាសង្វន់នឹងមិនព្រមងើបទៅណាទេអញ្ចឹងនាងក៏ដើរទៅបើកទ្វារនេះនាងដូរ password ដែរខ្ញុំចិត្តចេញទៅប៊ូសានឥឡូវហើយអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែរវល់រៀបអីវ៉ាន់ជួយងថ្ងៃនេះខ្ញុំមានអារម្មណ៍មិនល្អទេតែនាងអាចចំណាយពេលជាមួយនឹងខ្ញុំ10នាទីបានអត់ក៏បានអញ្ចឹងយើងនិយាយគ្នានៅខាងក្រៅហ្នឹងទៅហេតុអីស្របពេលតែមួយហ្នឹងណាសង្វន់ហ្នឹងក៏ព្យាយាមរុញច្រានទ្វារហើយចូលដើរចូលទៅក្នុងតែម្ដងតែលោកដឹងអត់ថាលោកកំពុងតែធ្វើស្អីឥឡូវហ្នឹងណាសង្វន់អត់ខ្វល់ជាមួយនឹងសម្ដីជួយងឯងគេដើរចូលទៅបើកគ្រប់បន្ទប់តែម្ដងហើយបើកអត់ឃើញអីទេហើយគេក៏បែរមកនិយាយថាខ្ញុំគិតថាប៊ុនបញ្ជីមនៅក្នុងហ្នឹងហើយអ្នកទាំងពីរកំពុងតែរៀបចំអីវ៉ាន់ជាមួយនឹងគ្នាទោះបីជាវុនបញ្ជីមនៅត្រង់ហ្នឹងឬមួយក៏អត់ក៏គ្មានតាក់ទងអីជាមួយនឹងលោកដែរហើយខ្ញុំក៏គ្មានហេតុផលអីត្រូវលាក់បាំងជាមួយនឹងលោកដែរប៉ុន្តែនាងក៏មិនបានប្រាប់ខ្ញុំដែរថានាងបានជួបនឹងវុនបញ្ជីមម្ដងទៀតណាសង្វន់ឃើញប្រអប់អាវក្នុងរបស់ជូយ៉ុងហើយគេក៏លើកឡើងមកជូយ៉ុងក៏ស្ទុះទៅយកហើយនិយាយថាខ្ញុំគ្មានហេតុផលត្រូវលាក់បាំងជាមួយនឹងលោកហើយក៏គ្មានហេតុផលដើម្បីទៅរីកាយជាមួយនឹងលោកដែរជូយ៉ុងនោះមិនមែនជារឿងដែលនាងត្រូវលាក់បាំងជាមួយនឹងមិត្តភក្តិរបស់នាងទេម្យ៉ាងវិញទៀតខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលនៅក្បែរនាងហើយស្គាល់ពីវុនប៊ុនជីមអញ្ចឹងមានន័យថានិយមន័យដែលលោកប្រើថាមិត្តភក្តិហើយនឹងខ្ញុំប្រើថាមិត្តភក្តិគឺវាខុសគ្នាហើយត្រូវហើយវាតែងតែខុសគ្នាតាំងពីដំបូងមកម្ល៉េះតាំងពីដើមមកខ្ញុំមិនដែលនិយាយទេប៉ុន្តែខ្ញុំដឹងថានាងដឹងថាហេតុអីបានជាខ្ញុំនៅតែតាមនាងរហូតមកយុនជូយ៉ងនាងគឺជាមនុស្សតែម្នាក់គត់សម្រាប់ខ្ញុំហើយនាងគឺជាមនុស្សតែម្នាក់គត់ដែលខុសពីគេវាតែងតែបែបនេះតាំងពីខ្ញុំឃើញនាងដំបូងមកម្ល៉េះខ្ញុំគឺព្យាយាមខ្លាំងណាស់ដើម្បីចូលទៅចិត្តនាងប៉ុន្តែនាងតែងតែដាក់គម្លាតព្រំដែនរវាងខ្ញុំក៏ធ្លាប់បោះបង់ចោលដែរហើយថែមទាំងទៅកេងជាមួយនឹងស្រីផ្សេងទៀតប៉ុន្តែអ្នកដែលខ្ញុំនឹកឃើញនោះគឺមានតែនាងទេជុនជូយ៉ងត្រឡប់មករកខ្ញុំមកជុនជូយ៉ងខ្ញុំដឹងថាខ្ញុំមិនល្អទេប៉ុន្តែបើសិនជាអ្វីដែលនាងចង់បានខ្ញុំនឹងព្យាយាមធ្វើវាខ្ញុំនឹងព្យាយាមធ្វើជាមនុស្សជោគជ័យសម្រាប់នាងដរាបណានាងនៅក្បែរខ្ញុំជឿថាខ្ញុំនឹងធ្វើវាបានខ្ញុំនឹងព្យាយាមឡើងទៅឲ្យខ្ពស់ដើម្បីនាងឲ្យខ្ញុំសុំទោសផងប៉ុន្តែនោះមិនមែនជាអ្វីដែលខ្ញុំចង់បានទេខ្ញុំមិនដែលគិតទៅលើលោកដោយផ្លូវបែបនោះទេហើយខ្ញុំក៏មិនដែលចង់ធ្វើបែបហ្នឹងដែរតែវាព្រោះតែវុនបញ្ជីមត្រូវអត់នាងមិនអាចទុកចិត្តគេបានទេគេនឹងនាំនាងធ្លាក់ទៅចូលនរកជាមួយនឹងគេដែរនាងមិនដឹងទេថាជីវិតគេរស់នៅដោយបែបណានោះលោកបាននិយាយថាខ្ញុំគឺជាមនុស្សតែម្នាក់គត់សម្រាប់លោកត្រូវអត់ហើយវុនបញ្ជីមក៏ជាមនុស្សតែម្នាក់គត់សម្រាប់ខ្ញុំដូចគ្នាខ្ញុំមិនដែលគិតទេថាខ្ញុំនឹងអាចជួបគេម្ដងទៀតហើយខ្ញុំក៏មិនដឹងដែរថាគេស្លាប់ឬមួយក៏រស់ពួកយើងគឺមិនដែលនិយាយអីជាមួយនឹងគ្នាក្រៅពីញ៉ាំអាហារជាមួយនឹងគ្នានោះទេខ្ញុំមិនដែលរំលឹកវាពីមុនមកគឺព្រោះតែខ្ញុំមិនដែលចង់ចាំការនៅពីក្មេងរបស់ខ្ញុំទេជីវិតដែលរស់នៅដូចជានៅក្នុងនរកប៉ុន្តែដោយសារតែវុនបញ្ជីមខ្ញុំអាចញញឹមបានណាសង្វន់ក៏ស្រែកទៅឲ្យជួយយ៉ងខ្លាំងថាជប់និយាយព្រាមទៅវាមិនយូរប្រហែលទេរយៈពេលប្រហែលជា2ឆ្នាំមុនលោកបានស្រវឹងឲ្យមកផ្ទះរបស់ខ្ញុំលោកបាននិយាយអំពីវុនបញ្ជីមថាវុនបញ្ជីមបានផ្ដាំផ្ញើរឿងមួយចំនួនតាមលោកតើលោកចង់ឮវាអត់ដោយស្រវឹងផងលោកក៏និយាយថាវុនបញ្ជីមបានផ្ញើសារមកប្រាប់ខ្ញុំថាឲ្យគេសុំទោសផងដែលគេចាក់ចេញទៅហើយទុកឲ្យខ្ញុំនៅតែម្នាក់ឯងម្ដងទៀតសង្វន់ទោះបីជាលោកមានតំណែងតំណងរាងកាយជាមួយនឹងសេរ៉ាក៏ដោយខ្ញុំមានអារម្មណ៍អីក្រៅពីគិតថាវាគ្រាន់តែជាតំណែងតំណងរាងកាយតែប៉ុណ្ណោះតាមពិតទៅខ្ញុំមិនមែនមិនធ្លាប់ចូលចិត្តលោកទេខ្ញុំគ្រាន់តែមិនអាចអភ័យទោសឲ្យលោកបានតែប៉ុណ្ណោះនាងមិនអាចអភ័យទោសឲ្យខ្ញុំព្រោះតែរឿងបែបនោះព្រោះតែខ្ញុំមិនបានប្រាប់នាងអំពីសម្ដីដែលគេនិយាយប្រាប់នាងតែប៉ុណ្ណឹងហ្នឹងហេតុអីបានជាខ្ញុំត្រូវប្រាប់នាងបើសិនជាគេទៅចាក់ចេញទៅដដែលហើយគេក៏នឹងមិនត្រឡប់មកវិញដែរសម្រាប់ខ្ញុំបើសិនជាពេលនោះលោកបានប្រាប់ខ្ញុំតាំងពីដំបូងខ្ញុំប្រហែលជាបោះបង់វាចោលហើយខ្ញុំក៏មិនរងចាំមើលមុខគេម្ដងទៀតដែរខ្ញុំមិនអាចអភ័យទោសឲ្យលោកទេប៉ុន្តែខ្ញុំក៏អរគុណលោកដែរព្រោះតែលោកធ្វើឲ្យខ្ញុំអាចមានបានជួបវុនបញ្ជីម្ដងទៀតមើលទៅនាងដូចជាសប្បាយចិត្តណាស់នៅពេលដែលនាងបានជួបគេម្ដងមិនត្រឹមតែប៉ុណ្្នឹងទេមើលទៅនាងថែមទាំងចង់ឲ្យខ្លួនប្រាណរបស់នាងទៅគេទៀតត្រូវអត់នាងគួរតែធ្វើខ្លួនឲ្យល្អទៅដូច្នេះទើបបានជាពេលដែលគេបោះបង់នាងចោលហើយនាងត្រឡប់មករកខ្ញុំម្ដងទៀត
ខ្ញុំអាចទទួលនាងបានណាសង្វន់និយាយឲ្យក៏ស្ទុះទៅចាប់ដៃរបស់ជូយ៉ងយ៉ាងខ្លាំងឆាប់លែងខ្ញុំទៅនាងនិយាយថាមិនអាចអភ័យទោសឲ្យខ្ញុំបានប៉ុន្តែក៏អរគុណខ្ញុំដែរនាងគួរតែដឹងថាមូលហេតុដែលនាងអាចធ្វើក្រអឺតកត្រមចំពោះខ្ញុំបានហ្នឹងគឺព្រោះតែខ្ញុំអនុញ្ញាតឲ្យនាងធ្វើនាងគួរតែដឹងពីរបៀបប្រយ័ត្នពាក្យសម្ដីរបស់នាងដែរជន់ជូយ៉ងខ្ញុំប្រាប់ថាឲ្យលែងខ្ញុំទៅស្ដាប់ខ្ញុំឲ្យបានច្បាស់ហើយកុំធ្វើឲ្យមនុស្សបាត់បង់សតិឲ្យសោះណាសង្វន់ចាប់ដៃរបស់ជូយ៉ងយ៉ាងខ្លាំងហើយគេក៏រុញនាងទៅផ្ទប់នឹងជញ្ជាំងជូយ៉ងឃើញទង្វើរបស់ណាសង្វន់បែបហ្នឹងហើយនាងភ័យឡើងញាស់ដៃហើយនឹងគឺជាលើកទី1ដែលណាសង្វន់បញ្ចេញអាកប្បកិរិយាបែបហ្នឹងដាក់នាងហើយនាងគិតថាគ្រប់យ៉ាងដែលនាងគិតថាណាសង្វន់នឹងមិនធ្វើបែបហ្នឹងទេប៉ុន្តែតាមពិតទៅនាងគឺជាការគិតខុសតែប៉ុណ្ណោះរសែភ្នែករបស់ណាសង្វន់ធ្វើឲ្យជូយ៉ងគិតអីលែងចេញហើយកំពុងតែឆ្លោះគ្នាក៏ឮសំឡេងកណ្ដឹងទ្វាររឡើងជូយ៉ងក៏និយាយថាប្រហែលជាអ្នកចិត្តខាងហើយគេប្រកាសជាឮយើងឆ្លោះគ្នាដោយកណ្ដឹងនៅតែរលមិនឈប់ណាសង្វន់នឹងក៏អូសដៃជូយ៉ងហើយនិយាយថាយើងមិនទាន់និយាយគ្នាចប់ទេបញ្ជូនពួកគេចេញទៅវិញសិនទៅហើយយើងនឹងនិយាយគ្នាបន្តទៀតណាសង្វន់អូសជូយ៉ងឡើងតំណែងហ្មងដល់ឃើញអញ្ចឹងជូយ៉ងក៏ភ័យដែរហើយនាងគិតអីអត់ចេញទេនាងគិតថាតើនាងគួរធ្វើយ៉ាងម៉េចទៅស្ថានភាពបែបហ្នឹងតើនាងអាចនិយាយជាមួយនឹងគេស្ដាប់គ្នាចូលអត់នាងគិតថាអ្វីដែលសំខាន់នាងត្រូវរកមធ្យោបាយចេញពីកន្លែងហ្នឹងឲ្យបានអត់អាចនៅជាមួយនឹងណាសង្វន់តែ2នាក់បានទេក្នុងកលៈទេសៈបែបហ្នឹងព្រោះតែនាងអត់ដឹងទេថាណាសង្វន់នឹងធ្វើអ្វីទៀតមកលើនាងប៉ុន្តែនាងក៏មិនប្រកាសចិត្តដែរថាបើសិនជានាងហៅអ្នកដែលខាងក្រៅនឹងឲ្យជួយនាងតើគេនឹងព្រមជួយអត់ហើយនឹងបើគេមិនព្រមជួយវានឹងធ្វើឲ្យណាសង្វន់នឹងរឹកខឹងរឹតតែខ្លាំងគិតមិនដើរទៅមិនដើរនៅពេលដែលជួយយ៉ងបើកទ្វារឡើងមកនាងងើយទៅនាងក៏សប្បាយចិត្តខ្លាំងដែរហើយក៏ស្រឡាំងកាំងខ្លាំងដែរពេលដែលឮសំឡេងអ្នកនៅខាងក្រៅនឹងហៅសុបឈ្មោះរបស់នាងថាយុនជូយ៉ងតើនាងត្រូវការប្រុសមែនអត់នៅពេលដែលឮសំឡេងច្បាស់នឹងតិចហើយឃើញនឹងភ្នែកថាគេជានរណាយុនជូយ៉ងក៏ស្ទុះមួយទំហឹងរត់ទៅអោបប៊ឹមជិនមួយទំហឹងតែម្ដងអូយវគ្គនេះរំភើបខ្លាំងប៊ឹមជិនណាមកតន់ពេលល្អកុំឲ្យជន់ជូយ៉ងមកដូចខ្ទឹមអញ្ចឹងឃើញបែបហ្នឹងប៊ឹមជិនណាក៏សម្លឹងទៅមើលណាសង្វន់ហើយណាសង្វន់ហ្នឹងក៏និយាយថាវុនប៊ឹមជិមណាសង្វន់ក៏ឲ្យជន់ជូយ៉ងទៅពីក្រៅខ្នងរបស់គេហើយគេក៏លើកដៃដាក់ទៅលើទ្វារមើលអ្នកខូលស្លាប់ព្រមជាមួយនឹងពាក្យនិយាយថាពួកយើងដើរជួបគ្នាច្រើនដងពេកហើយតែងតែនៅកន្លែងដែលនឹកស្មានមិនដល់ហើយជាកន្លែងដែលលោកគិតថាស្មានមិនដល់ប៉ុន្តែទីនេះគឺជាកន្លែងដែលខ្ញុំមករហូតនឹងវានឹងមិនបែបនឹងទៀតទេចាប់ពីពេលនេះតទៅលោកគួរតែគិតឲ្យម៉ត់ចត់បន្តិចទៅបើសិនជាមិនចង់ឲ្យខ្ញុំនឹងមានការយល់ច្រឡំហើយដែលបានជាលោកនិយាយបែបហ្នឹងឬមួយក៏មិនមែនបែបហ្នឹងទេជន់ជូយ៉ងវុនមិនជាងាកទៅនិយាយជាមួយនឹងជន់ជូយ៉ងដូចជាចង់បានចម្លើយដែលយល់ស្របពីជន់ជូយ៉ងអញ្ចឹងប៉ុន្តែជូយ៉ងនិយាយអត់ចេញទេបិទតែជន់ជូយ៉ងនិយាយអត់ចេញមែនប៉ុន្តែជូយ៉ងយកដៃមកអោបប៊ឹមជិនណែនតែម្ដងហើយប៊ឹមជិនក៏និយាយថាបើសិនជាលោកអស់ភារកិច្ចអីហើយលោកអាចចេញទៅបានពួកយើងនៅមានការងារបន្តទៀតល្អណាស់ខ្ញុំក៏មានកម្រងត្រូវចេញទៅឥឡូវនឹងដែរជូយ៉ងជួបគ្នានៅពេលក្រោយហើយប្រយ័ត្នខ្លួនផងនៅពេលធ្វើដំណើរទៅប៊ូសានណាសង្វន់ចេញទៅបាត់ហើយប៊ឹមជិនហ្នឹងក៏ងាកទៅមើលកតុយភ្នែកដែរជូយ៉ងអត់លែងដៃទេនៅតែអោបប៊ឹមជិនយ៉ាងណែនចឹងឯងប៊ឹមជិនក៏ធ្វើនិយាយលេងទៅជូយ៉ងថាតើនាងមានអារម្មណ៍ថាខុសមែននៅពេលដែលមកណាត់ជួបជាមួយនឹងណាសង្វន់តែ2នាក់នៅកន្លែងបែបនេះវាក៏ដូចជាមិនមែនជាលើកទី1ដែរដែលអ្នកទាំងពីរជួបគ្នាប៊ឹមជិននិយាយអីនិយាយទៅជូយ៉ងអត់មាត់ទេហើយក៏អត់ទាន់ព្រមលែងដៃដែរប៊ឹមជិនអោនទៅមើលដៃរបស់ជូយ៉ងឃើញជូយ៉ងដៃឡើងញ័រគេក៏និយាយថាជន់ជូយ៉ងឆាប់ងើបមុខឡើងឲ្យខ្ញុំមើលមុខនាងបន្តិចមកអត់ទេបើអញ្ចឹងយ៉ាងហោចណាស់ប្រាប់ខ្ញុំមកថាមានរឿងអីកើតឡើងខ្ញុំមានអារម្មណ៍ថាទន់ជើងថាម៉េចជើងរបស់ខ្ញុំពេលនេះខ្ញុំមានអារម្មណ៍ថាទន់ជើងខ្លាំងណាស់ហើយជាមួយបងគេនៅតែ baby អញ្ចឹងណប៊ឹមជិនណាអស់ពាក្យនិយាយហ្មងក៏ដកដង្ហើមធំហើយបែរទៅរកជូយ៉ងហើយគេក៏យកដៃលើកទៅជូយ៉ងហើយនិយាយដាក់ជូយ៉ងថាវាមានវិធីច្រើនណាស់ដើម្បីសុំគេអោបចាំបន្តិចសិនតែប៊ឹមជិនចាំអត់បានទេលើកជូយ៉ងដាក់លើស្មាហើយលីយកទៅតែម្ដងទៅហេតុតែមនុស្សដែលគេស្រឡាញ់ប៉ះពាល់គ្នាមិនក៏នៅបានស្វីតដែរណោះជូយ៉ងក៏ស្រែកទៅឲ្យប៊ឹមជិនទៀតថាលោកលីខ្ញុំដូចជាបាវដំឡូងអញ្ចឹងប៊ឹមជិនគ្មានខ្វល់ស្អីទេលីយកទៅហើយក៏ទៅដាក់លើតុតែម្ដងដល់ដាក់លើតុហើយប៊ឹមជិនគ្មានមាត់អីទេឈរមើលមុខហ្មងតទៅពេលឈរមើលមុខអញ្ចឹងជូយ៉ងគ្នាឡើងអៀនជូយ៉ងបន្តសួរទៅប៊ឹមជិនទៅថាហេតុអីបានជាប៊ឹមជិនដឹងថាជូយ៉ងនៅនឹងប៊ឹមជិនឆ្លើយខ្លីៗសាមដូមានន័យថាគេដឹងមកពីសាមដូនឹងឯងហើយចុះហេតុអីបានជាលោកដឹងថាណាសង្វន់នៅកន្លែងនឹងដែរព្រោះខ្ញុំឃើញឡានរបស់គេនៅខាងក្រោមខ្ញុំឮសំឡេងដូចជារញ៉េរញ៉ៃខ្លាំងណាស់ចេញពីខាងក្នុងនឹងទៅពួកយើងបានប្រកែកគ្នាមើលទៅលោកមិនអាចរងចាំរហូតដល់ខ្ញុំឆាតទៅបានទេត្រូវអត់ត្រូវហើយខ្ញុំសម្រេចចិត្តថានឹងមិនរងចាំទៀតទេសម្រាប់ខ្ញុំមើលទៅវាដូចជាមិនមានការឆ្លោះគ្នាបន្តិចបន្តួចទេតែវាព្រោះតែខ្ញុំមែនអត់វាព្រោះតែណាសង្វន់ទេថ្ងៃនឹងលោកបាញ់ទឹកអប់មែនអត់
វាក្លិនក៏អូបខ្លាំងណាស់យុនជូយ៉ងខ្ញុំអាចមើលដឹងថានាងនៅតែភ័យនៅឡើយទេអញ្ចឹងតើលោកនៅចាំអីទៀតហេតុអីបានជាលោកមិនអោបខ្ញុំមកអូយនិយាយមែនអ្វីដែលអេដមីនចូលចិត្តមួយជូយ៉ងខ្លាំងបំផុតតែគឺអញ្ចឹងហើយគឺ strength forward យកហ្មងហើយបប៊ឺមជិនវិញហ្នឹងក៏អញ្ចឹងដែរបើសិនជាគេមិនប្រាប់ឲ្យអោបទេសង្ស័យអត់អោបគេទេមើលទៅនៅហ្នឹងដល់ពេលគេប្រាប់អញ្ចឹងបានធ្វើមកអោបគេអើយប្រុសអីទេនេះប៊ឺមជិនអោបជូយ៉ងទាំងដៃថ្នមហើយក្នុងចិត្តគេគិតថាតើណាសង្វុនហ្នឹងបានធ្វើអីគេទៅលើជុនជូយ៉ងបានជាជូយ៉ងនៅញ័រខ្លួនអត់ជប់សោះហើយអ្នកទាំងអស់គ្នាថ្ងៃហ្នឹងអេដមីនសម្រាយឲ្យតែប៉ុណ្្នឹងឯងចាំស្អែកចាំមើលបន្តទៀតស្អែកមានឈុតពិសេសហ៎បាយបាយហើយអរគុណសម្រាប់ការរងចាំនិងការអត់ធ្មត់អរគុណច្រើន